Zelensky បានបញ្ជាឲ្យយោធារៀបចំការឆ្លើយតបចំពោះការវាយប្រហារដ៏សាហាវរបស់រុស្ស៊ីប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky កាលពីថ្ងៃទី11 ខែឧសភាបាននិយាយថាលោកបានណែនាំយោធាអ៊ុយក្រែនឲ្យរៀបចំទម្រង់ដែលអាចធ្វើទៅបានសម្រាប់ការឆ្លើយតបរបស់យើងចំពោះការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីទៅលើទីក្រុងគៀវដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់21នាក់និងយ៉ាងហោចណាស់47នាក់ផ្សេងទៀតបានរងរបួសការផ្ទុះពីកាំជ្រួចរាប់សិបគ្រាប់និងយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងបានកក្រើកទីក្រុងគៀវពេញមួយយប់ខណៈដែលការវាយប្រហារដ៏ធំបំផុតរបស់រុស្ស៊ីលើអ៊ុយក្រែនបានបំផ្លាញផ្នែកខ្លះនៃអគារផ្ទះល្វែងដ៏ធំមួយយោងតាមសេវាសង្គ្រោះបន្ទាន់របស់រដ្ឋបានឲ្យដឹងថាក្នុងចំណោមជនរងគ្រោះដែលបានស្លាប់មានកុមារ3នាក់រួមទាំងកុមារអាយុ12ឆ្នាំម្នាក់មនុស្ស47នាក់ក៏ត្រូវបានរាយការណ៍ថាបានរងរបួសផងដែរនៅក្នុងតំបន់លំនៅឋានមួយនៅច្រាំងខាងកើតនៃទីក្រុងការងាររបស់អ្នកឆ្លើយតបដំបូងកំពុងបន្តនៅក្នុងនិងជុំវិញគំនរបាក់បែកដ៏ធំដែលមានមនុស្ស11នាក់ត្រូវបានជួយសង្គ្រោះរួចហើយយោងតាមសេវាសង្គ្រោះបន្ទាន់របស់រដ្ឋមនុស្ស17នាក់នៅតែកំពុងបាត់ខ្លួននៅក្នុងគំនរបាក់បែកនៅឡើយរដ្ឋមន្ត្រីការបរទេស Andriy Sybiha បាននិយាយបន្ទាប់ពីការវាយប្រហារថាលោកបានណែនាំឲ្យចាប់ផ្ដើមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីឆ្លើយតបទៅនឹងការសម្លាប់របស់រុស្ស៊ីទៅលើជនស៊ីវិលអ៊ុយក្រែននិងការវាយប្រហារប្រឆាំងនឹងបុគ្គលិកមនុស្សធម៌ Sybiha បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X ថាទំហំនៃភេរវកម្មរុស្ស៊ីបែបនេះត្រូវការការឆ្លើយតបយ៉ាងខ្លាំងពីអន្តរជាតិហើយខ្ញុំសូមស្នើឲ្យរដ្ឋទាំងអស់ប្រតិកម្មថ្កោលទោសជុំវិញហេតុការណ៍នេះកាំជ្រួចចំនួន55នៃប្រភេទផ្សេងៗគ្នារួមទាំងកាំជ្រួច Missile Iskander និងកាំជ្រួច Kinzhal ត្រូវបានបាញ់បង្ហោះនៅក្នុងការវាយប្រហារមួយយប់ក៏ដូចជាយន្តហោះគ្មានមនុស្សបើកវាយប្រហារផ្លូវមួយចំនួននេះបើយោងទៅតាមកងទ័ពអាកាសអ៊ុយក្រែនកាំជ្រួច KH-101 ចំនួន29គ្រាប់ Missile Iskander ឬ S-400 ចំនួន12ដើមនិងយន្តហោះគ្មានមនុស្សបើកចំនួន652គ្រឿងត្រូវបានបាញ់ទម្លាក់ឬជាប់គាំងមុនពេលទៅដល់គោលដៅប្រធានាធិបតី Volodymyr Zelensky បាននិយាយដែលដកស្រង់របាយការណ៍បឋមថាកាំជ្រួច KH-101 ដែលបានវាយប្រហារអគារមួយនៅក្នុងទីក្រុងគៀវត្រូវបានផលិតនៅក្នុងត្រីមាសទី2នៃឆ្នាំនេះដោយសង្កត់ធ្ងន់ថារុស្ស៊ីនៅតែអាចនាំចូលសមាសធាតុធនធាននិងឧបករណ៍ដែលត្រូវការសម្រាប់ការផលិតមីស៊ីលទោះបីជាមានទណ្ឌកម្មក៏ដោយលោក Zelensky បាននិយាយនៅលើបណ្ដាញសារ Telegram របស់គាត់ថាយើងកំពុងរៀបចំជំហានដែលអាចបង្កើនការឆ្លើយតបរួមរបស់យើងទណ្ឌកម្មត្រូវតែកាន់តែឈឺចាប់សម្រាប់រុស្ស៊ីដោយលោក Zelensky បាននិយាយនៅលើសារ Telegram របស់គាត់អំពាវនាវឲ្យសម្ព័ន្ធមិត្តលោកខាងលិចចាត់វិធានការដើម្បីការពារទីក្រុងមូស្គូពីការគេចចេញពីការដាក់ទណ្ឌកម្មនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅពេលក្រោយនោះលោក Zelensky បានចង្អុលបង្ហាញពីភាពជោគជ័យដែលកំពុងកើនឡើងរបស់អ៊ុយក្រែននៅក្នុងការស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកប្រភេទ Shahid និងកង្វះខាតកាំជ្រួចសម្រាប់ការការពារដែនអាកាសដែលមានសមត្ថភាពប្រឆាំងនឹងគ្រាប់ផ្លោងយោងតាមលោក Zelensky នៅក្នុងចំណោមយន្តហោះគ្មានមនុស្សបើកចំនួន1567គ្រឿងនិងកាំជ្រួចចំនួន56ដែលត្រូវបានបាញ់នៅអ៊ុយក្រែននៅថ្ងៃទី13និង14ខែឧសភាអត្រាស្ទាក់ចាប់គឺ 94% សម្រាប់យន្តហោះគ្មានមនុស្សបើកប៉ុន្តែមានតែ 7% ប៉ុណ្ណោះសម្រាប់មីស៊ីលលោកបាននិយាយថានេះគឺជាយុទ្ធសាស្ត្រភេរវនិយមដោយចេតនារបស់រុស្ស៊ីដែលបានប្រមូលផ្ដុំយន្តហោះគ្មានមនុស្សបើកនិងមីស៊ីលនៅក្នុងរយៈពេលមួយហើយបានគណនាការវាយប្រហារដោយចេតនាដើម្បីឲ្យទំហំរបស់វាមានសារៈសំខាន់បង្កើតការលំបាកបំផុតសម្រាប់ការការពារដែនអាកាសរបស់យើងលោកប្រធានាធិបតីបានបន្ថែមថាខ្ញុំបានណែនាំកងកម្លាំងការពារអ៊ុយក្រែននិងសេវាកម្មពិសេសឲ្យស្នើទម្រង់ដែលអាចធ្វើទៅបានសម្រាប់ការឆ្លើយតបរបស់យើងចំពោះការវាយប្រហាររបស់រុស្ស៊ីនេះប្រធានាធិបតីរូបនេះបានបន្ថែមថានៅក្នុងការងក់ក្បាលដែលអាចកើតមានចំពោះឃ្លាំងអាវុធវាយប្រហារចម្ងាយឆ្ងាយដ៏មានឥទ្ធិពលរបស់អ៊ុយក្រែនទីក្រុងមូស្គូក៏បាននិយាយភាសានៃការសងសឹកផងដែរបើទោះបីជាអ្នកឈ្លានពាននៅក្នុងសង្គ្រាមនិងវាយលុកទីក្រុងអ៊ុយក្រែនជាប្រចាំចាប់តាំងពីដើមដំបូងក៏ដោយក្រសួងការពារជាតិរបស់ប្រទេសនេះបាននិយាយថាកងទ័ពរុស្ស៊ីជាការឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មរបស់អ៊ុយក្រែនលើវត្ថុស៊ីវិលនៃសហព័ន្ធរុស្ស៊ីបានធ្វើការវាយប្រហារសងសឹកដ៏ធំមួយ